ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបស់មានទាំងអស់គ្នាជួបគ្នាជាមួយអេដមីនម្ដងទៀតហើយណាថ្ងៃនេះផងដែរអេដមីនលើកយករឿងរបស់យើងដែលជាភាគទី11មកសម្រាប់ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតតែកុំភ្លេចណាមុននឹងចូលដល់សាច់រឿងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងណារួចហើយចាំយើងចូលមកទស្សនារឿងរបស់យើងជាមួយនឹងអេដមីនបន្តទៀតណនៅដើមនៃភាគហ្នឹងក៏ឃើញដែរថាគឺមានសិស្សស្រីម្នាក់ហ្នឹងបានយកកាដូមកឲ្យហើយដែលធ្វើឲ្យឈូបីឃើញហើយហ្នឹងគេឡើងចំណែនយកហ្មងមិនដឹងថ្ងៃណាគេទទួលបានកាដូពីស្រីដូចហើយយាដែរទេលើអញ្ចឹងហើយយាហ្នឹងក៏បានបកគលកាដូមួយហ្នឹងទៅឲ្យឈូបីតែម្ដងណាតែពួកគេទៅតែដើរទៅមុខបានពី3ចង្ហៀនស្រាប់តែមានសិស្សស្រីម្នាក់ទៀតហ្នឹងយកកាដូមកឲ្យឈូបីដែរឈូបីគេឡើងខំសួរបញ្ជាក់តើនេះសម្រាប់គេមែនអត់សិស្សស្រីម្នាក់ហ្នឹងក៏និយាយថាមែនហើយប៉ុន្តែពាក្យបន្ទាប់របស់នាងហ្នឹងគឺផ្ដាំផ្ញើឲ្យឈូបីហ្នឹងជួយមើលថាហើយយាឲ្យបានល្អផងមកឃ្លាហ្នឹងធ្វើឲ្យឈូបីគេឡើងហួចចិត្តចាត់ទុកថាគេហ្នឹងជាអ្នកបម្រើរបស់ហើយយាមែននេះដល់ពេលអញ្ចឹងអីកាដូមួយហ្នឹងក៏ឈូបីគេអត់ចង់បានដែរប៉ុន្តែហើយយាហ្នឹងក៏ប្រាប់ឲ្យគេយកទៅបើមិនអញ្ចឹងទេហ្នឹងគេនឹងត្រូវយកទៅបោះចោលទៅដែរហ្នឹងហើយហេតុផលក៏ដោយសារតែមានមនុស្សម្នាក់ហ្នឹងខឹងមកគេយកកាដូទាំងអស់ហ្នឹងណាគ្រាន់តែហើយយាប្រហើបប៉ុណ្ណឹងឈូបីហ្នឹងគេមិនដឹងបាត់ថាម្នាក់ហ្នឹងច្បាស់ជាមែវហ្មងនៅតាមផ្លូវត្រឡប់មកផ្ទះវិញហើយយាហ្នឹងក៏ឃើញថាមែវហ្នឹងរៀងសប្បាយចិត្តចម្លែកមែវក៏ប្រាប់ទៅបន្ទាប់ពីកម្មវិធីជប់លៀងរបស់សាលាការពីលើកនោះមកគឺថានាងមានប្រជាប្រិយភាពខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណឹងទេនាងថែមទាំងបានទទួលសំបុត្រស្នេហាមួយទៀតណប៉ុន្តែនាងក៏និយាយដែរថានាងគ្រាន់តែយកមកមើលទេគឺអត់ឆ្លើយតបទៅវិញទេដោយសារតែពួកគេបានចុះកិច្ចសន្យាជាមួយគ្នាថាមិនមានស្នេហាក្នុងវ័យរៀនវិទ្យាល័យនឹងរួចហើយចំណែកឯសំបុត្រហ្នឹងក៏ត្រូវបានហៅយាគេជាអ្នកយកមកមើលដោយខ្លួនឯងណាពេលហ្នឹងមែវគេឡើងអៀនគិតថាសំបុត្រហ្នឹងជាការសារភាពស្នេហ៍អីចឹងតែដល់ពេលហៅយាអានឲ្យស្ដាប់ដល់ចប់ទៅទើបដឹងថាគេបានកោតសរសើរទៅលើទេពកោសល្យរបស់មែវក៏ពិតមែនប៉ុន្តែចេតនារបស់គេហ្នឹងគឺចង់សុំឲ្យមែវហ្នឹងជួយបរៀនគេផងសួរថាតើនាងហ្នឹងព្រមទទួលគេធ្វើជាសិស្សឬមួយក៏អត់អីចឹងណាដល់អញ្ចឹងហើយយាហ្នឹងក៏តបទៅមែវវិញថាសម្បត្តិច្បាស់លាស់បែបហ្នឹងគួរតែឆ្លើយតបទៅវិញហើយតែនៅមានរឿងមួយទៀតដែលមែវហ្នឹងយើងឆ្ងល់ដែរព្រោះអីតាំងពីបញ្ចប់កម្មវិធីជប់លៀងហ្នឹងមកដៃហ្វៃហ្នឹងអត់ដែលមកញញ៉ៃជាមួយនឹងបងប្រុសនាងទៀតសោះហើយមិនមែនតែដៃហ្វៃទេសូម្បីតែស្រីផ្សេងទៀតហ្នឹងក៏ជូនកាដូឲ្យហើយយាហ្នឹងយើងតិចជាងមុនទៀតហើយយាក៏ប្រាប់ទៅចំពោះដៃហ្វៃគឺពួកគេហ្នឹងអត់បាននិយាយរកគ្នាតាំងពីពេលបញ្ចប់កម្មវិធីមកម្ល៉េះចំណែកឯរឿងកាដូពីសិស្សស្រីផ្សេងទៀតហ្នឹងចាប់តាំងពីគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមកគឺគេហ្នឹងមិនទទួលយកកាដូទាំងអស់ហ្នឹងឡើយមិនដូចមែវទេនៅសុកបានសបុតមួយមែវក៏តបទៅវិញថាចាហ្នឹងមិនមែនសបុតស្នេហាណាគ្រាន់តែគេហ្នឹងចង់សុំធ្វើជាសិស្សរបស់ខ្ញុំតើខណៈពេលពួកគេកំពុងនិយាយគ្នាហ្នឹងស៊ីឈើជាមួយនឹងគូហ្នឹងក៏បានដើរមកស្ដាប់ឮផងដែរជាពិសេសគឺជាពាក្យដែលមែវហ្នឹងនិយាយលើថាពួកគេទាំងពីរនាក់ហ្នឹងបានចុះកិច្ចសន្យាជាមួយគ្នាថាមិនមែនទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ណាស៊ីឈើឮហើយហ្នឹងគេមិនសុខចិត្តទេមិនក៏ធ្វើកិច្ចសន្យាអីចឹងដល់ស្អែកឡើងនៅក្នុងបណ្ណាល័យស៊ីឈើហ្នឹងក៏បានមករកហោយាសួរនាំគេបញ្ជាក់មិនក៏គេហ្នឹងឲ្យមែវចុះហត្ថលេខាលើកិច្ចសន្យាអីបែបហ្នឹងគេថែមទាំងប្រាប់ហោយាថាកុំឲ្យបិទសិទ្ធមែវខ្លាំងពេកមិនឲ្យនាងចូលរួមកម្មវិធីសាលាមិនចង់ឲ្យនាងធ្វើនេះមិនចង់ឲ្យនាងធ្វើនោះតើគេហ្នឹងចូលចិត្តមែវមែនហោយាក៏តបទៅវិញថាគេគ្រាន់តែជាបងប្រុសរបស់នាងតែប៉ុណ្ណោះដល់អញ្ចឹងស៊ីឈើក៏និយាយថាបើជាបងប្រុសហ្នឹងគួរតែដឹងដែនកំណត់របស់ខ្លួនឯងផងលក្ខណៈថាកុំឲ្យគេហ្នឹងអាត្មានិយមឲ្យមែវធ្វើអីសម្រាប់តែគេពេកណាក្រោយមកពេលស៊ីឈើនៅជាមួយនឹងគូហ្នឹងគូក៏តែពីអង្គុយដកដង្ហើមធំទេក៏ព្រោះតែគេហ្នឹងមានការហួចចិត្តជាមួយនឹងដៃហ្វៃមិននឹកស្មានថាអ្នកដែលបំផ្លាញកម្មវិធីរបស់ពួកគេហ្នឹងគឺជានាងតតសខំចាត់ទុកនាងជាអាយដលប៉ុន្តែចុងក្រោយហ្នឹងនាងបើជាធ្វើបែបហ្នឹងដាក់គេតែស៊ីឈើហ្នឹងគេបានខ្វាយខ្វល់រឿងហ្នឹងទេអីដែលគេខ្វល់ហ្នឹងគឺសំណួរដែលគេសួរទៅកាន់ហោយាពេលដែលគេសួរថាតើគេចូលចិត្តមែវមែនហ្នឹងគេបានឃើញទឹកមុខហោយាហ្នឹងឡើងចម្លែកគូហ្នឹងក៏បានគិតថាប្រហែលមកពីហោយានិងមែវនៅជាមួយគ្នាយូរពេកហោយាហ្នឹងក៏មានអារម្មណ៍ខ្លាចចំពោះមែវដែរគ្រាន់តែថាគេអត់ទាន់ច្បាស់នឹងអារម្មណ៍ខ្លួនឯងទៅមិនហ៊ាននិយាយចេញមកអីចឹងណាតើបស៊ីឈើក៏នឹកឃើញថាបើអញ្ចឹងមែនហ្នឹងគឺអត់កោតទេគេត្រូវតែរកឱកាសធ្វើរឿងហ្នឹងឲ្យបានមុនហោយាអីទៅបាននិយាយចប់ភ្លាមគេក៏ប្រញាប់ត្រឡប់ទៅវិញមុនផ្លែតដើម្បីរៀបចំផែនការរបស់គេណាហើយគណៈពេលដែរគូមកគិតលុយហ្នឹងស្រាប់តែដែរហ្វៃហ្នឹងក៏បានមកកំងតែទៅដល់គូហ្នឹងគេខំទប់ចិត្តទៅបារម្ភគេខ្លាំងណាស់ថាមិនឲ្យចាញ់បោកសម្រាប់ស្រីស្អាតអីម្ដងទៀតទេតែដល់ពេលលើការកំង
ងបោះដៃហ្វធ្វើឲ្យគេនឹងទប់មាត់ជាប់ក៏និយាយថានាងបន្ថែម topping ច្រើនអញ្ចឹងប្រយ័ត្នធ្វើឲ្យនាងធាត់ទៅដៃហ្វក៏តបមកវិញថាមានអីពាក់ព័ន្ធជាមួយនឹងគេទៅដល់ពេលអញ្ចឹងគូគេចង់ឌឺដងដែរគេក៏បានកំងតែដល់កោមួយដែរប៉ុន្តែគឺអត់យកផ្អែមទេពេលបានឈរក្បែរនាងអញ្ចឹងគូនេះក៏រៀងឆ្លៀតលកាបន្តិចដែរដៃហ្នឹងក៏ចេះតែធ្វើជាចៃដន្យប៉ះស្មាគេអីចឹងណាតែលក្ខណៈថាធ្វើបែបលឹបឡោទេហើយគ្រាន់តែបានតែដល់កោគេដើរចេញមកវិញភ្លាមក៏ស្រាប់តែបុកជាមួយនឹងមនុស្សស្រីម្នាក់ធ្វើឲ្យគេហ្នឹងឡើងជ្រូកបែកកែវពេញនឹងអស់ស្រាប់តែពេលហ្នឹងដៃហ្វៃហ្នឹងក៏បានយកកដាមហុចឲ្យគូឲ្យគេហ្នឹងប្រើកដាស់ហ្នឹងទៅជាវាងការមុតដៃអីចឹងណាមើលទៅគូហ្នឹងធ្លាក់ក្នុងលងស្នេហ៍ស្រីស្អាតម្ដងទៀតហើយងាកមកខាងកងtênសាលាវិញមានបាននឹងហើយហ្នឹងចង់យកបបរម្នាក់មកចានប៉ុន្តែអ្នកលោកក៏ប្រាប់ថានៅសល់តែមួយចានចុងក្រោយទេតើពួកគេហ្នឹងក៏សម្រេចចិត្តថាយកលព្រាពីរចែកគ្នាញ៉ាំជាមួយគ្នាហ្មងទៅតែថាមកដល់តុកមិនទាន់បានញ៉ាំស្រួលបួផងហ្នឹងស៊ីឈើជាមួយនឹងគូហ្នឹងក៏មកដល់ទីនេះដែរហើយគូហ្នឹងគេក៏ចង់បានបបរមួយចានដែរអញ្ចឹងណាតែម៉ែវហ្នឹងក៏ប្រាប់ទៅថាបបរហ្នឹងអស់បាត់ទៅហើយចំណែកមួយចាននេះគូចង់សុំចែករំលែកហ្នឹងក៏នាងអត់ឲ្យដែរព្រោះនាងត្រូវញ៉ាំជាមួយនឹងបងរបស់នាងស៊ីឈើឃើញអញ្ចឹងក៏និយាយថាម៉ែវហ្នឹងចង់ចែកម្លែកជាមួយនឹងបងប្រុសរបស់នាងមែនធ្វើបែបហ្នឹងគេគិតថាមិនសមទេប្រើលព្រាមួយពីរអ្នកនៅក្នុងចានតែមួយអញ្ចឹងបើសិនជាអ្នកផ្សេងមើលមកហ្នឹងប្រកាសជាគិតថាអ្នកទាំងពីរមានតំណែងអីលើសពីបងប្អូនហ្មងដល់អញ្ចឹងហើយយាយហ្នឹងក៏ប្រាប់ម៉ែថាចាំគេទៅយកចានមកចែករំលែកផ្សេងគ្នាហ្មងទៅអញ្ចឹងនិយាយទៅអាប៉ែស៊ីឈើហ្នឹងគឺប្រការទុកមុនហ្មងហើយពេលដែលម៉ែមកអង្គុយរៀននៅខាងក្រៅជាមួយនឹងហើយយាយតាពីរអ្នកហ្នឹងនាងមានអារម្មណ៍ថាតិចដៃក៏បានសោកដៃហ្នឹងចូលទៅក្រោយកោអារបស់ហើយយាយដើម្បីបានភាពកក់ក្ដៅខ្លាំងអញ្ចឹងណាដល់ពេលស៊ីឈើឃើញអញ្ចឹងហ្នឹងគេក៏បានចូលមកកាត់ចង្វាក់ទៀតគេនិយាយថារាងកាយគេមានកម្ដៅហ្នឹងក៏ដោយសារតែគេហាត់ប្រាណអត់ដូចបងប្រុសរបស់នាងទេដល់ពេលហើយយាយលើអញ្ចឹងគេក៏អត់ចង់តបតអីជាមួយគេក៏បានត្រឡប់ទៅថ្នាក់រៀនរបស់គេមុនអីចឹងណាចំណែកម៉ែវវិញហ្នឹងក៏បានងាកមកស្ដីឲ្យស៊ីឈើហ្មងហើយគេកើតអីថ្ងៃហ្នឹងបានចេះតែតាមអាយ៉ៃញ៉ៃនាងជាមួយនឹងបងប្រុសរបស់នាងរហូតអញ្ចឹងស៊ីឈើបែរជានិយាយថាម៉ែវហ្នឹងគួរតែប្រុងប្រយ័ត្នខ្លួនចំពោះរឿងខ្លះទៅចេញពីហ្នឹងម៉ែវក៏បានហៅស៊ីយាយមកជួបក៏ព្រោះតែនាងចង់ប្រាប់ពីរឿងរបស់ស៊ីឈើគេមិនដឹងកើតអីទេមួយថ្ងៃហ្នឹងក៏តែពីដើររំខាននាងជាមួយនឹងហើយយាយរហូតនាងមានការធុញទ្រាន់ជាមួយគេជាខ្លាំងតែមិនដឹងធ្វើម៉េចហើយគេថែមទាំងនិយាយពីអីប្លែកទៀតតាក់ទងជាមួយនឹងការលាក់បាំងរបស់បងប្រុសនាងអីនោះស៊ីយាយហ្នឹងក៏បែរជាគិតថាឬមួយគេគិតថាហើយយាយហ្នឹងកំពុងតែមានអារម្មណ៍លាក់បាំងអីចំពោះម៉ែវហើយចោលតាថ្មីហ្នឹងហើយយាយហ្នឹងមានប្លែកអីចំពោះឯងអត់ដូចជាគាត់លែងចង់ធ្វើជាបងប្រុសរបស់ឯងបន្តទៀតម៉ែវក៏ថាប្លែកម៉េចពួកយើងធំឡើងជាមួយគ្នាតាំងពីតូចមកនាងតែងតែហៅបងប្រុសរបស់នាងថាជាបងប្រុសរហូតប៉ុន្តែចម្លែកត្រង់ថាមួយរយៈហ្នឹងគាត់ហាក់ដូចជាអត់ពេញចិត្តនឹងឲ្យនាងហៅថាបងប្រុសតទៅសោះស៊ីយាយឡើងចង់ដឹងថាដោយសារតែហេតុអីតែម៉ែវក៏និយាយថាដោយសារតែនាងរៀនធ្លាក់មួយរយៈហ្នឹងប្រហែលជាគាត់ខ្មាស់គេហើយបានមិនចង់ឲ្យនាងហៅថាបងប្រុសអត់យល់សោះហ្មងអីដែលស៊ីយាយចង់និយាយហ្នឹងគឺតាក់ទងជាមួយនឹងអារម្មណ៍ស្រឡាញ់របស់ហើយយាយចំពោះម៉ែវទៅតើម៉ែវហ្នឹងគឺនៅតែមិនជឿទេថាបងប្រុសរបស់នាងហ្នឹងអាចស្រឡាញ់នាងបានយ៉ាងម៉េចណាមួយពួកគេហ្នឹងក៏បានចុះកិច្ចសន្យាហាមមានស្នេហាក្នុងវ័យសិក្សាទៀតនៅក្នុងបណ្ណាល័យឈូវ័យក៏ចាប់អារម្មណ៍ឃើញថាហើយយាយកំពុងតែធ្វើលំហាត់ប៉ុន្តែប្រធានបទហ្នឹងគឺគេបានដោះស្រាយឡើងច្រើនដងទៅហើយតើអារម្មណ៍របស់គេពេលហ្នឹងហោះហើរទៅដល់ណាហើយនេះដល់អញ្ចឹងហើយយាយហ្នឹងក៏សុំសួរទៅកាន់ឈូវ័យតែម្ដងថាតើបងប្រុសហ្នឹងគួរតែប្រព្រឹត្តបែបណាចំពោះប្អូនស្រីឈូវ័យក៏តបទៅវិញថាគេគិតថាវាគ្មានភាពខុសគ្នាអីទេតាក់ទងជាមួយនឹងរវាងមនុស្សប្រុសនិងមនុស្សស្រីតែសំណួរបន្ទាប់ទៀតរបស់ហើយយាយហ្នឹងសួរទៅកាន់ឈូវ័យថាបើសិនជាគេលងស្នេហ៍ទៅលើណាគេម្នាក់តើគេហ្នឹងនឹងមានអារម្មណ៍បែបណាទៅចម្លើយរបស់ឈូវ័យហ្នឹងក៏តបភ្លាមថាគឺគេនឹងមានអារម្មណ៍ថាចង់ថើបម្នាក់នោះចម្លើយមួយហ្នឹងគឺធ្វើឲ្យហើយយាយគេឡើងកាំងយកហ្មងណាហើយយាយពេលហ្នឹងកំពុងតែចូលលក្ខណៈថាអត់ច្បាស់លាស់ជាមួយនឹងអារម្មណ៍ខ្លួនឯងហ្មងយាយមកមើលខាងសិឈើវិញម្ដងថ្ងៃហ្នឹងគេបានរៀបរកក្រុមពិធីដើម្បីដោះស្រាយជាមួយនឹងកិច្ចសន្យារបស់ម៉ែវណាដោយគេហ្នឹងបានចូលទៅសួរមិត្តនៅក្នុងអ៊ីនធឺណិតរបស់គេម្នាក់ថាមិត្តភ័ក្តិរបស់គេបានចុះកិច្ចសន្យាជាមួយនឹងមនុស្សប្រុសផ្សេងទៀតតាក់ទងជាមួយនឹងការអត់មានស្នេហាក្នុងវ័យសិក្សាហ្នឹងតើនេះគឺបានន័យថាម៉េចទៅមិត្តអនឡាញគេហ្នឹងក៏បានឆ្លើយតបមកវិញថានេះបានន័យថាពួកគេហ្នឹងមិនត្រូវមានស្នេហាក្នុងវ័យសិក្សាប៉ុន្តែពួកគេអាចមានស្នេហាក្រោយពីបញ្ចប់ការសិក្សាបានហើយមិត្តនៅក្នុងអ៊ីនធឺណិតហ្នឹងក៏បានជួយរកដំណោះស្រាយមួយចំនួនឲ្យស៊ីឈើថែមទៀតផងព្រោះថាតែមានកិច្ចសន្យាបែបហ្នឹងហើយមិនថាអ្នកផ្សេងទេសូម្បីតែស៊ីឈើហ្នឹងក៏មិនអាចណាត់ជួបជាមួយនឹងនាងបានដូចគ្នាហើយដំណោះស្រាយហ្នឹងគឺឲ្យស៊ីឈើរករឿងណាដែលម៉ែវចាប់អារម្មណ៍ហ្នឹងហើយធ្វើវាទៅកាលណានាងបានឃើញពីជំនាញរបស់គេនាងប្រកាសជាបង្វែរ
ការចាប់អារម្មណ៍មកលើគេវិញមិនខានឮពាក្យណែនាំទាំងអស់ហ្នឹងហើយស៊ីឈឿនហ្នឹងគេក៏មានកម្លាំងចិត្តមកវិញបដ ாய் ព្រោះគេដឹងពីអ្វីដែលមៀវចូលចិត្តលុះស្អែកឡើងនៅសាលារៀនដល់ម៉ោងបញ្ចប់ការសិក្សាមៀវរៀបនឹងត្រឡប់ទៅផ្ទះវិញហ្នឹងស៊ីឈឿនហ្នឹងគេក៏បានមកស្កាត់ផ្លូវនាងដើម្បីបបួលនាងហ្នឹងទៅហាងសភៅជាមួយគ្នាពួកអីមានរឿងម៉ាំងកាចេញថ្មីច្រើនណាស់ដំបូងមៀវហ្នឹងឡើងញញឹមជាប់ប៉ុន្តែនាងក៏នឹកឃើញថានាងបានសន្យាជាមួយនឹងបងប្រុសនាងហើយហ្នឹងថានាងនឹងទៅរៀនជាមួយគេពេលហ្នឹងទោះបីជាស៊ីឈឿខំបញ្ចុលយ៉ាងណាក៏ដោយពាក្យសម្ដីរបស់មៀវតបវិញថាហាងសភៅហ្នឹងគឺមិនរត់ទៅណាទេពួកយើងនៅមានពេលក្រោយទៀតលុះយប់ឡើងពេលដែលមករៀនជាមួយនឹងហៅយាហ្នឹងយើងក៏ឃើញថាហៅយាហ្នឹងក៏តែពីអង្គុយស្លឹងមុខមៀវនៅហ្នឹងរហូតតតែមៀវចាប់ខ្សែភ្នែកគេបានទៅគេហ្នឹងងាកមុខចាញ់ហើយតាំងអៀនខ្លួនឯងហើយកំពុងតែអង្គុយរៀនសោះហ្នឹងមៀវក៏និយាយថាដូចជាឃ្លានក្រែមដល់ហើយមានអីដល់អញ្ចឹងហៅយាហ្នឹងក៏បានចូលនាងមកទិញក្រែមមួយផ្លែតហើយដឹងមកចោតដោយសារតែក្រែមត្រជាក់ទឹកដកចេញពីទូថ្មីគ្រាន់តែមៀវដាក់លើមាត់បានគឺថាស្អិតជាប់ជាមួយនឹងប្រវោមាត់បាននាងបដ ாய் ហើយយាក៏ប្រាប់កុំឲ្យនាងទាញអសោះបើមិនអញ្ចឹងទេហ្នឹងនឹងធ្វើឲ្យលបកប្រវោមាត់ហើយដំណោះស្រាយហ្នឹងគឺគេបានជួយផ្លុំឲ្យមៀវហ្នឹងឯងអ្នកទាំងអស់គ្នាគេក៏ប្រាប់ឲ្យមៀវហ្នឹងជួយធ្វើអញ្ចឹងទៅដើម្បីផ្ដល់កម្ដៅឲ្យក្រែមហ្នឹងរលាយចេញវិញណាហើយខណៈពេលដែលមៀវកំពុងតែព្យាយាមធ្វើហ្នឹងហើយយាហ្នឹងគេក៏នឹកទៅដល់សំណួរដែលគេសួរឈូវៃថាបើសិនជាគេលងស្នេហ៍ណាគេម្នាក់គេនឹងមានអារម្មណ៍ថាចង់ថើបនាងអីចឹងណាហើយពេលហ្នឹងគេនៅឡងគៀកគ្នាជាមួយនឹងមៀវខ្លាំងមែនតើមកសន្ទុះក្រោយក្រែមហ្នឹងក៏របូតចេញពីមាត់មៀវវិញប៉ុន្តែនាងចាប់អារម្មណ៍ឃើញហៅយាហ្នឹងកំពុងតែគាំងស្ដោកនៅចំពោះមុខនាងហៅយាហ្នឹងក៏រលេះឆ្លើយតបថាប្រហែលមកពីអាកាសធាតុក្តៅពេកហើយតើមៀវហ្នឹងក៏ថាអញ្ចឹងញ៉ាំក្រែមជាមួយគ្នាហ្មងទៅតែដឹងមកចោតពេលអង្គុយញ៉ាំក្រែមជាមួយគ្នាហ្នឹងហើយទៅដល់ដៃហៅយាហើយគឺមៀវហ្នឹងអត់បានក្រែមហ្នឹងត្រឡប់មកវិញទេហៅយាគេនិយាយថាជាក្មេងស្រីក៏ញ៉ាំតែចាក់ច្រើនពេកអត់ល្អឃើញចែកឲ្យបងញ៉ាំចុងក្រោយហ្នឹងគឺខកខ្លួនបដ ாய் ហើយដឹងមកចោតជប់ហ្នឹងហៅយាហ្នឹងក៏បានមកអង្គុយលើតបផ្ទះអោបមាត់របស់មៀវក៏ព្រោះតែគេហ្នឹងកំពុងតែមិនដឹងថាត្រូវធ្វើបែបម៉េចព្រោះតែពេលហ្នឹងគេបានលងស្នេហ៍ជាមួយនឹងមនុស្សម្នាក់ប្រកាស 100% អ្នកទាំងអស់គ្នាហើយយាហ្នឹងគឺស្រឡាញ់មៀវនោះអីថ្ងៃថ្មីសិឈឿកំពុងតែលេងបបោលជាមួយនឹងគូហ្នឹងគេកំពុងតែពិភាក្សាគ្នាបដើក៏ព្រោះតែគេខំលបួងឲ្យមៀវហ្នឹងទៅអានសភៅជាមួយគេហើយប៉ុន្តែនាងបើជាលើកយកបងប្រុសរបស់នាងមកពាំងមុខទៀតនិយាយគ្នាចុះឡើងពួកគេហ្នឹងក៏នឹកឃើញវិធីមួយស៊ីឈឿគិតថាបើហៅយាអត់ឲ្យមៀវទៅហាងសភៅទេនោះគេនឹងខ្ចីសភៅទាំងអស់ហ្នឹងពីហាងយកមកឲ្យមៀវហ្នឹងអានដោយខ្លួនឯងកុំគិតថាគេហ្នឹងចាញ់ប្រៀបហៅយាធំតែប៉ុណ្ណឹងឲ្យសោះនោះចំណែកឯហៅយាជាមួយមៀវវិញពេលដែលពួកគេដើរមកដល់ហាងសភៅហៅយាហ្នឹងក៏បែរជានិយាយថាមកដល់ហាងសភៅហើយចង់ចូលបន្តិចអត់ដែលធ្វើឲ្យមៀវហ្នឹងគឺឡើងភ្ញាក់ព្រឺតើហៅយាហ្នឹងកំពុងតែសាកល្បងចិត្តនាងមែនហើយយាក៏បែរជាតបទៅវិញថាបើមិនចង់ចូលទេហ្នឹងក៏ហីទៅបងគ្រាន់តែសួរតើលើអញ្ចឹងមៀវមិននឹងឲ្យបាត់បង់ឱកាសទៅនាងក៏បានអូសហើយយាហ្នឹងចូលទៅក្នុងតែម្ដងបានដៃអញ្ចឹងផងគឺថាមៀវហ្នឹងបានប្រមូលសភៅមកឡើងមកកណោចាំមើលថ្ងៃហ្នឹងអានឯណាណីហ្មងតែនាងក៏បានសួរហើយយាវិញដែរគណៈពេលដែលគាត់កំពុងតែអង្គុយជាមួយនាងនេះតើប្រងធ្វើអីហើយយាក៏តបទៅវិញថាគេនឹងអានសភៅជាមួយនាងដែរមៀវលឺអញ្ចឹងហ្នឹងឡើងខំសួរបញ្ជាក់និយាយមែនអត់រួចនាងក៏ជួយជ្រើសរើសសភៅឡើង2 3ឲ្យហើយយាតែម្ដងណាប្រាប់គេថាអាមួយនេះស័ក្តិសមជាមួយនឹងសិននីតិអេដូចបងឯងហើយអាមួយនេះទៀតតួអង្គនៅក្នុងហ្នឹងគឺសង្ហាខ្លាំងណាស់សង្ហាដូចបងឯងអញ្ចឹងនិយាយទៅយូរបានបងស្របតាមម្ដងហ្នឹងគឺថាសប្បាយអពេញទំហឹងហ្មងហើយដោយសារតែវក់នឹងអានសភៅខ្លាំងពេកឡើងប្រឡប់ទៅពួកគេហ្នឹងចេញពីហាងសភៅមកវិញមៀវឡើងភ័យព្រោះតែអត់ដឹងត្រូវប្រាប់អាម៉ាក់នេះថាម៉េចចុះហើយយាក៏ប្រាប់ទៅថាយកគេហ្នឹងទៅពាំងទៅប្រាប់ថាទៅរៀនជាមួយគេអីចឹងទៅលើពាក្យហ្នឹងមៀវហ្នឹងឡើងក៏និយាយថាបងប្រុសពិតជាល្អខ្លាំងណាតែហើយយាក៏តបមកវិញថាចុះហៅបងថាបងប្រុសទៅមៀវលើអញ្ចឹងឡើងធ្លាក់ទឹកមកគាត់ថាហើយយាហ្នឹងខ្មាស់គេមិនមែនដែលមាននាងជាប្អូនណោះតែហើយយាហ្នឹងក៏និយាយថាមិនមែនចឹងទេដោយសារតែហៅបងប្រុសហ្នឹងគឺវាមានកំណត់ពេកគិតមើលពួកយើងគឺជាមិត្តធំឡើងជាមួយគ្នាជាមិត្តរួមសាលាហើយក៏ជាអ្នកចិត្តខាងគ្នាទៀតអញ្ចឹងគួរតែហៅអីផ្សេងទៅមៀវក៏នឹកឃើញថាអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅខ្ញុំនឹងហៅវែងថាហៅតែហើយយាហ្នឹងគេអត់ពេញចិត្តជាមួយនឹងពីអញ្ចឹងទេនិយាយទៅហ្នឹងអត់ដឹងថាត្រូវឲ្យគេហៅអីឲ្យប្រកាសទេនេះថ្ងៃថ្មីស៊ីឈឿនហ្នឹងជួបរឿងភ្ញាក់ផ្អើលជាខ្លាំងព្រោះតែបានដឹងពីម្ចាស់ហាងថាមៀវជាមួយនឹងហើយយាហ្នឹងបានមកទីនេះដើម្បីអានសភៅជាមួយគ្នាគេបានសួរពូម្ចាស់ហាងម្ដងហើយម្ដងទៀតថាច្បាស់អត់ថាគឺជាហើយយាហើយគាត់ហ្នឹងស្គាល់ហើយយាពិតប្រាកដអត់នេះទៅច្រឡំមនុស្សទៅពូម្ចាស់ហាងហ្នឹងក៏បានប្រវាយឲ្យមើលតែម្ដងទៅកាតដែលចូលឈ្មោះម្សិលមិញហ្នឹងគឺជាជាងហើយយាហ្នឹងហើយស៊ីឈឿពេលហ្នឹងគេឡើងខំទប់ចិត្តខ្លាំងមែនតើគាត់ថាខ្លួនឯងហ្នឹងនឹងមិនងាយចោះចាញ់ហើយយាត្រឹមតែប៉ុណ្ណឹងទេ
ស្ងប់ចិត្តស្របពេលហ្នឹងស្រាប់តែឃើញស៊ីយាយហ្នឹងក៏បានមកដល់ទីនេះដែរនាងខំប្រឹងលាក់សភៅនៅក្រៅក្នុងអត់ឲ្យស៊ីឈឺឃើញទេប៉ុន្តែគេហ្នឹងក៏បានបោកបញ្ឆោតនាងដើម្បីកញ្ឆក់យកសភៅហ្នឹងមកមើលឲ្យបានដឹងថានាងអានសភៅអីអញ្ចឹងណាឃើញហើយហ្នឹងក៏សើចចំអកហ្មងអានសើតែកញ្ញាហោរាសាស្ត្រណស៊ីយាយហ្នឹងក៏ខំប្រឹងធ្វើសញ្ញាកុំឲ្យគេហ្នឹងមាត់លឺពេកព្រោះនាងក៏ចេះខ្មាស់គេដែរលេងហៅគេកតាលទីអញ្ចឹងហ្មងស៊ីឈឺថែមទាំងនិយាយថាហៅគេថាស៊ីឈឺសង្ហាមួយម៉ាត់ទៅគេនឹងមិននិយាយទេស៊ីយាយហ្នឹងមិនចង់និយាយទេប៉ុន្តែអាប៉ែហ្នឹងលេងខូចគេចង់ស្រែកបកបកាអញ្ចឹងហើយនាងក៏មានតែបខំចិត្តនិយាយពាក្យហ្នឹងចេញមកតែម្ដងទៅស៊ីយាយយើងហ្នឹងគឺថាជ្រើសរើសស្នេហាចម្លែកខុសគេហ្មងនាងជ្រើសរើសតាមការទូទាយតាមហោរាសាស្ត្រតារានិករអីចឹងណាជាពិសេសហ្នឹងគឺការដាក់បន្ទូទៅលើមនុស្សប្រុសដែលនាងបានជួបនឹងឯងលើពាក្យស៊ីយាយទាំងអស់ហ្នឹងក៏ធ្វើឲ្យស៊ីឈឿហ្នឹងគេបាននឹកឃើញវិធីមួយដងក្រោយមកទៀតក៏ឃើញថាគេបានយកសភៅតារានិករមួយក្បាលហ្នឹងយកមកឲ្យម៉ែវឲ្យនាងហ្នឹងសាអានឲ្យផ្គូផ្គងលេងអីចឹងណាហើយថ្លៃឈ្នួលហ្នឹងគេយកតែសុកាឡាម្ដុំទេតែម៉ែវហ្នឹងក៏បានដកលុយ5យ៉ន់ឲ្យតែគេហើយស៊ីឈឿហ្នឹងគេពិតជាព្រមយកពិតមែនតែរៀបនឹងចេញទៅហ្នឹងគេឆ្លៀតងាកមកប្រាប់ម៉ែវទៀតថាតារានិកររបស់គេហ្នឹងគឺជាអេរីកុំភ្លេចពិនិត្យមើលផងណារឿងក៏បានបង្ហាញពីខាងម៉ាក់ម៉ែវវិញម្ដងគាត់រៀបនឹងចូលទៅសម្ភាសន៍ហ្នឹងក៏មានអ្នកមកប្រាប់គាត់ថាអាវដែលគាត់ពាក់ហ្នឹងគឺភ្លេចផ្ដាច់ផ្លាកបាត់ទៅហើយគេចង់ជួយផ្ដាច់ផ្លាកឲ្យដែរប៉ុន្តែម៉ាក់ម៉ែវហ្នឹងក៏ថាមិនអីទេក៏ព្រោះតែអាវហ្នឹងគាត់បានជួលគេមកផ្ដាច់ផ្លាកទៅគាត់ប្រកាសជាត្រូវសងគេវិញហើយពេលដែលគាត់ចូលមកសម្ភាសន៍ហ្នឹងគាត់ខំណែនាំខ្លួនប្រាប់ថាគាត់មានបទពិសោធន៍ផ្នែកលក់អស់រយៈពេល7ឆ្នាំនិយាយទៅព្យាយាមនិយាយពីបទពិសោធន៍ការងារខ្លួនឯងប៉ុន្តែអ្នកសម្ភាសន៍ហ្នឹងបែរជាសួរសំណួរទៅកាន់គាត់ថាតើគាត់អាចផឹកស្រាបានអត់អាចច្រៀងបានអត់ក៏ព្រោះតែជាអ្នកលក់ហ្នឹងគឺត្រូវកំដរភ្ញៀវបន្ទាប់ពីការចរចាទៅលើការលក់រួចហើយត្រូវច្រៀងត្រូវផឹកអីចឹងទៅម៉ាក់ម៉ែវហ្នឹងក៏ប្រាប់ទៅថាតើតោមួយការផឹកហ្នឹងគាត់ផឹកបានតិចតួចតែទៅលើការច្រៀងចាំគាត់រៀនបន្ថែមទៀតរួចអ្នកសម្ភាសក៏ប្រាប់ឲ្យគាត់ត្រឡប់ទៅផ្ទះវិញសិនទៅចាំគេតាក់ទងទៅគាត់វិញនៅពេលក្រោយអីចឹងណាប៉ុន្តែគ្រាន់តែគាត់ដើរចេញទៅភ្លាម CV របស់គាត់ហ្នឹងក៏ត្រូវបានគេបោះចូលក្នុងធុងសម្រាមផ្លាតមើលទៅគឺដឹងតែគេអត់ពេញចិត្តជាមួយគាត់ហ្មងចំណែកម៉ែនៅផ្ទះក៏ត្រូវបានម៉ាក់នាងហ្នឹងខំមកប្រាប់ថាថ្ងៃហ្នឹងត្រូវនៅម្នាក់ឯងហើយក៏ព្រោះតែប៉ានិងម៉ាក់ហ្នឹងរវល់នៅខាងក្រៅឲ្យនាងហៅឲ្យញ៉ាំខ្លួនឯងទៅមើលក្នុងទូទឹកកកអីចឹងណាតែការដែលប៉ាម៉ាក់អត់នៅផ្ទះហ្នឹងគឺជារឿងដែលម៉ែសប្បាយចិត្តបំផុតហើយក៏ព្រោះតែមានសេរីភាពចង់មើលទូទស្សន៍ក៏បានចង់ធ្វើអីក៏បានតាមចិត្តណាតែថាទៅតែអង្គុយមើលបានមួយផ្លែតហ្នឹងក៏មានអ្នកមកគោទ្វារម៉ែវឡើងភ័យមែនតើនាងក៏ប្រញាប់ទៅយកកសែងយកមកជូតទូទស្សន៍ហ្នឹងអីចឹងណានិយាយទៅជូតកុំឲ្យវាឡើងកម្ដៅខ្លាចម៉ាក់នាងមកដល់ស្ទាបដឹងថានាងលួចមើលទូទស្សន៍តែពេលដែលម៉ែវមកបើកទ្វារក៏ឃើញថាតាមពិតទៅអ្នកដែលមកហ្នឹងគឺជាហៅយក្សសោះហ្នឹងតែចង់ប្រាប់ថាមិនថាតែម៉ាក់ម៉ែវទេសូម្បីតែហៅយក្សដូចគ្នាឲ្យតែមកដល់ភ្លាមហ្នឹងគឺគេហ្នឹងដើរមកស្ទាបទូទស្សន៍ផ្លាតចង់ដឹងថាក្តៅឬមួយក៏អត់អីចឹងណានិយាយទៅដូចជាតឹងរឹងដល់ហើយឡើងម៉ែវនិយាយថាបើឯងអត់ទុកចិត្តខ្ញុំមែនប៉ុន្តែលទ្ធផលនៅក្រៅទូទស្សន៍ហ្នឹងអត់ក្តៅទេតែវាសើមហើយយក្សក៏ថាយកកសែងទៅហាលផងមើលទៅម៉ែវហ្នឹងដូចជាមិនកិច្ចរួចពីការត្រួតពិនិត្យតតែសោះជីវិតនេះត្រូវគេគ្រប់គ្រងរហូតហើយដល់ពេលយកសភៅមកមើលមិនមែនសភៅមេរៀនទេណាគឺជាសភៅតារានិករដែលស៊ីឈឿហ្នឹងបានឲ្យកាលពីថ្ងៃនាងក៏ចង់បើកមើលដែរថានៅក្នុងហ្នឹងវាទូលំទូលាយដល់ថ្នាក់ណានិយាយពីថាអានបដើសោយបដើនៅហ្នឹងឡើងហើយយហ្នឹងក៏បានឲ្យនាងហ្នឹងទៅហាកសែងវិញទៅតែគ្រាន់តែម៉ែវងើបចេញទៅភ្លាមហើយយហ្នឹងក៏ប្រញាប់យកសភៅហ្នឹងមកមើលផ្លែតគេបានលើពីតារានិកររបស់ស៊ីឈឿដែរដល់អញ្ចឹងហើយគេក៏បានយកមកកែនៅលើចំណុចនៅក្នុងសភៅហ្នឹងតែម្ដងណានិយាយទៅពូហ្នឹងលេងខូចគេហ្មងលទ្ធផលចេញដល់ទៅ98%ប៉ុន្តែគេទៅសេដាក់សញ្ញាដកពីមុខហើយពេលហ្នឹងគេធ្វើបញ្ញាបញ្ញាមែនតើខ្លាចថាម៉ែវមកដល់ហ្នឹងបានឃើញដល់ពេលម៉ែវមកដល់ហ្នឹងគេក៏ធ្វើជានិយាយឲ្យនាងហ្នឹងមើលលទ្ធផលធ្វើតែរបស់នាងវិញអូបន្លាយពេលវេលាកុំឲ្យនាងបើកសភៅហ្នឹងមើលឥឡូវណាហើយភាគមួយនេះក៏ត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងទៀតឯណាអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយជាមួយនឹង admin បន្តទៀតផងណាតែក៏កុំភ្លេចណាអ្នកដែលចូលមកថ្មីហ្នឹងជួយចុច subscribe ឲ្យ channel របស់ admin ម្នាក់មួយផងណាហើយយើងរងចាំជួបគ្នាជាមួយនឹង admin នៅភាគក្រោយអរគុណច្រើនបាយបាយ